ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូមនាំបងប្អូនទាំងអស់គ្នាមកមើលពីដំណើរការនៃការផលិតកូនជ្រូកសន្សំលុយរបស់ខ្ញុំនៅខាងសិប្បកម្មវិទ្យរតនៈរបស់យើងខ្ញុំអញ្ចឹងសម្រាប់បងប្អូនដែលចង់បានយកទៅលក់បន្តឬក៏បងប្អូនចង់យករាយទៅប្រើប្រាស់អីបងប្អូនអាចតាក់ទងមកខាងសិប្បកម្មយើងខ្ញុំបានបាទហើយនេះជាសកម្មភាពទូទ្រួដែលពួកយើងធ្វើការផលិតកូនជ្រូកសន្សំលុយរបស់យើងបាទអញ្ចឹងមានដូចជាយើងមានចាមានអ្នកខាតមានអ្នកបាញ់ពោអីចឹងទៅបាទនេះគឺជាសកម្មភាពដែលគាត់បកពុំដែលទើបចាក់ហើយណាដោយសារយើងថតពីគាត់ពីដើមដំបូងអញ្ចឹងយើងមានចាប់ផ្ដើមពីពេលគាត់បកនេះទៅបាទអញ្ចឹងគាត់បកហើយអញ្ចឹងទៅបាទចឹងបន្ទាប់ពីគាត់បកហើយគឺគាត់យកទៅហាលគាត់យកទុកម្ដងមកយកទៅហាលអញ្ចឹងណាបងប្អូនបាទហើយយើងឃើញហើយគឺយើងធ្វើមួយផ្ចិតផ្ចង់មែនតើដើម្បីឲ្យកូនជ្រូករបស់យើងដែលធ្វើចេញទៅគឺមានស្អាតសម្រស់ស្រស់ស្អាតទេណាបាទបងប្អូនអាចមើលសាច់បាននេះបាទអាចញ៉ាំជ្រូកស្អាតណាបងប្អូនបាទមើលទៅហើយនេះគឺជាសត្វស្ងួតគឺជាជ្រូកស្ងួតដែលយើងយកមកឲ្យដែលយើងយកមកខាត់ណាអញ្ចឹងមុនយើងយកទៅបាញ់ពណ៌យើងយកមកខាត់សិនខាត់ពីរបៀបនេះខាត់ដុសខាត់គូវឹកបាទឲ្យវាអស់កម្មកឲ្យវាអស់ដុំពើកដុំអីឲ្យស្អាតទៅបន្ទាប់មកបើយើងយកទៅបាញ់ថ្នាំបងប្អូនបាទជួយយើងមានច្រើនរូបមែនតែនអានេះគាត់នៅត្រួសដែលគេយកស្ងួតយកមកខាត់មុនណាបងប្អូនបាទតោះអញ្ចឹងយើងទៅមើលដំណើរការទៅមើលគេបាញ់ពណ៌ម្ដងណាបងប្អូនបាទនេះណែនេះថាដូចបើយើងអត់តន់ make up អញ្ចឹងឥឡូវគេចាប់ផ្ដើម make up ឲ្យហើយបាទគេលាប color ថ្ពាល់គេលាបអីចឹងទៅនេះគឺយើងយកទៅដាក់នៅលើតុដើម្បីបាញ់អញ្ចឹងណាបងប្អូនបាទនេះគឺយើងមើលទៅបាទនេះណែខ្ជូតទេបងប្អូនខ្ជូតទេបាទនេះណែអ្នកបាញ់ពណ៌កុកខ្ជូតជ្រូកកុកខ្ជូតបាទគឺថាពួកគាត់ឆ្លងកាត់ការបង្វឹកនិងការបណ្ដុះបណ្ដាលពីខ្ញុំផ្ទាល់ដើម្បីឲ្យបាញ់ទៅគឺវាមានសោភ័ណភាពស្អាតពណ៌វាលាយបានម៉ត់ល្អហើយនឹងការតាក់តែងឬក៏គូនៅលើមុខមាត់របស់វានឹងគឺស្អាតល្អបាទពួកគាត់ពិតជាសស្រាក់ស្រាំមែនតើបាទពេលខ្លះក៏ហត់ក៏សម្រាកផ្លែតសិនទៅបន្ទាប់មកក៏បន្តទៀតណាបងប្អូនបាទនឹងអញ្ចឹងយើងបន្ទាប់ហើយយើងបន្ទាប់ពីបាញ់ហើយយើងទៅមើលកន្លែងគេហាលម្ដងណាបងប្អូននេះណាបាទបន្ទាប់ពីបាញ់ហើយគឺយកមកហាលបែបនេះបាទនេះណែនេះគឺរួចរាល់ហើយអញ្ចឹងយើងចាំតែស្ងួតហើយនៅពេលដែលវាស្ងួតល្អហើយគឺយើងទុកមួយថ្ងៃបន្ទាប់មកបាទយើងយកវាទៅច្រកថង់បងប្អូនបាទនេះបាទណែច្រើនមែនតែនអញ្ចឹងមួយថ្ងៃគឺយើងធ្វើចេញបានច្រើនបាទបន្ទាប់មកគឺយើងយកទៅច្រកថង់ទុកនៅក្នុងឃ្លាំងបែបនេះបាទនេះដោយសារម៉ួយគាត់យកចេញទៅអស់មួយល្មក់ធំអញ្ចឹងនៅសល់ប៉ុណ្ណឹងអាផ្សេងទៀតគឺគាត់យកទៅអស់អញ្ចឹងនៅក្នុងឃ្លាំងយើងមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើន